សួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូទៅលេងខេត្តបាត់ដំបងដែលជិះរថយន្តក្រុងហ្វ្រីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរជាដំបូងយើងត្រូវរៀបចំអវ៉ាន់របស់យើងទៅកាន់ចំណតរថយន្តក្រុងហ្វ្រីដែលរដ្ឋាភិបាលចេញឲ្យប្រជាជនយើងជិះដោយឥតគិតថ្លៃចាំមកដល់ថ្ងៃទី1យើងអត់បានទៅណាទេនេះជាថ្ងៃទី2ដែលខ្ញុំមកហាងកាហ្វេមួយនៅក្នុងទីក្រុងបាត់ដំបងតែម្ដងដែលមានឈ្មោះថា Brew Cafe ចឹងយើងអាចមកអង្គុយនៅកាហ្វេនេះបានដែរពេលជានៅទីនេះគឺឆ្ងាញ់គ្រាន់តែបាទហើយក៏អាចអង្គុយមកកន្លែងយកមកនេះដើម្បីមើលទេសភាពទីក្រុងបាត់ដំបងផងដែរចឹងបន្ទាប់មកពីកាហ្វេហើយយើងក៏ចូលទៅទិញនំប៉័ងគៀបនៅផ្ទះនំប៉័ងគៀបបាត់ដំបងហើយក៏បន្តជិះមួយចំក្រុងបាត់ដំបងតែម្ដងដើម្បីមើលទេសភាពនៅពេលល្ងាចហើយក៏នៅឃើញឈរនៅញ៉ាំនៅខួរចំហុយ502ដែលនៅទីនោះគឺមានខួរចំហុយនិងរបស់ញ៉ាំជាច្រើនផងដែរចូលថ្ងៃទី3យើងបានមកកាហ្វេដែលមានឈ្មោះថាGanesh Cafe ដែលនៅទីនេះក៏នៅមិនឆ្ងាយពីក្រុងផងដែរហើយក៏វាមាននៅធម្មជាតិនិងបរិយាកាសល្អមានទាំងខាងក្នុងនិង outdoor ផងដែរកន្លែងអង្គុយចឹងថ្ងៃខ្ញុំមកនេះគឺមិនសូវមានមនុស្សច្រើនទេព្រោះជាគិតថាជាថ្ងៃចូលឆ្នាំខ្មែរហើយមនុស្សភាគច្រើនបានទៅដើរលេងតែឯខ្ញុំវិញមកអង្គុយលេងហាងកាហ្វេជាមួយមិត្តភ័ក្តិអង្គុយផឹកកាហ្វេសុកក៏លេងទៅឃើញកូនឆ្កែមួយជូតស្អាតតែផឹកថ្ងៃនោះផងដែរក៏គេមានកម្មវិធីមួយដែលឲ្យអតិថិជនទៅវាយក្អមដែលជួយអភិរក្សទៅដល់ប្រជាល្បែងប្រជាប្រិយខ្មែរផងដែរតែវាយខុសអត់បានអីទេក៏ត្រឡប់មកអង្គុយផឹកកាហ្វេវិញចេញពីហ្នឹងក៏ទៅកន្លែងសុកលេននេះដែលទៅញ៉ាំមីកាតាំងដែលទីតាំងនៅក្រោយសាលានេតយ៉ងចូលថ្ងៃទី3គឺយើងតន់ទៅណាទេគឺមកវត្តធ្វើបុណ្យបាទហើយមករៀងថ្ងៃដែរគឺមិនសូវមានមនុស្សទេចឹងដាក់ទឹកអំពៅមួយបាទហើយក៏ត្រឡប់ទៅផ្ទះវិញចឹងថ្ងៃឡើងក៏យើងទៅកាហ្វេមួយទៀតដែលមានឈ្មោះថាច័ន្ទហើយនេះទីនេះមានរចនាបថជាខ្មែរដែល architecture គាត់ជាម្ចាស់ហាងនៅទីនោះតតែម្ដងដែលកាហ្វេនេះនោះក៏ឆ្ងាញ់ផងដែរមនុស្សភាគច្រើនតែងតែទៅទីនោះដើម្បីធ្វើការនិងអង្គុយធ្វើ assignment ឬទៅជួបជុំគ្នាផងដែរចេញពីហ្នឹងយើងក៏ជើងចូលសង្ក្រាន្តបាត់ដំបងដែលគេធ្វើនៅថ្ងៃចូលឆ្នាំនេះតែម្ដងបាទហើយក៏មានការតាំងពិព័រណ៍ជាម្ហូបខ្មែរនៅចាំទៅតាមតំបន់ខេត្តបាត់ដំបងរួចឯដាក៏ឃើញនំអាកែងដុតឬនំអំបែងកែវដែលនំនេះមានរសជាតិឈ្ងុយឆ្ងាញ់ដែលស្ទៀងទៅនំគ្រក់ផងដែរតែភាគច្រើនគឺនៅទីនេះគេឲ្យយើងតែភ្លក់តែប៉ុណ្ណោះមិនអាចទិញបានទេហើយរបៀបធ្វើគេយកពុម្ពដែកនេះយកមកដាក់ពីលើហើយបន្ទាប់មកចាក់ទឹកម្សៅចូលហើយបង្កើតជានំអាកែងដុតនឹងតែម្ដងរួចហើយយើងក៏បន្តដំណើរដើរជុំវិញមើលសង្ក្រាន្តនៅបាត់ដំបងនឹងតែឆ្នាំនេះរៀងស្ងាត់បន្តិចដោយសារមិនសូវមានមនុស្សមកលេងច្រើនដូចឆ្នាំរដងអាចមកពីអាកាសធាតុក្តៅហើយណាមួយឆ្នាំនេះគឺមិនសូវមានអ្នកលេងទឹកផងដែរតបមកយើងក៏មកតំបន់ភូមិយើងដែលជាតំបន់ដែលដាក់តាំងបង្ហាញផលិតផលទៅតាមស្រុកនៅក្នុងខេត្តបាត់ដំបងនីមួយៗតែម្ដងហើយដើរខ្យល់បក់ខ្លាំងក៏នៅជុំវិញហ្នឹងគឺមានដើមអគារដែលធ្វើឲ្យផ្កាឬក៏ស្លឹកអគារធ្លាក់មកមើលទៅឃើញស្អាតតែម្ដងបាទ
ហើយយើងទៅញ៉ាំសាច់អាំងទឹកកាពិហើយក៏ជាឆូម៉ាតមួយដែលនៅជិតទីតាំងសាច់អាំងនឹងផងដែរវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនា